Ok, mà tới phải chỉ miền nàyចូលរួមទៀតđấy mộtថ្ងៃប្រហែលជារវល់ច្រើនអញ្ចឹងលើក្រោយប្រហែលខ្ញុំ trend ព្រឹកដដែលមើលទៅអត់ដាក់ trend ពេលថ្ងៃទេព្រោះខ្លាចបងបងជាប់រវល់អត់បានចូលរួមស្ដាប់ព័ត៌មានទាំងអស់គ្នាហ្នឹងហើយអូខេអញ្ចឹងតកតងជាមួយនឹងថ្ងៃហ្នឹងដែរគឺយើង training អឺជាមួយនឹង DVR សេរីថ្មីបាទ DVR សេរីថ្មីហ្នឹងប្រហែលជាអាចមានលក់នៅលើទីផ្សារយើងខ្លះហើយតែគាត់ថាខ្ញុំចង់អាប់ដេតបន្ថែមដើម្បីឲ្យកាន់តែច្បាស់សម្រាប់អ្នកដែលគាត់លក់ជាប្រភេទ analog ឬក៏ HD កាមេរ៉ាបាទសម្រាប់ IP យើងមានការអាប់ដេតផ្សេងទៀតនៅក្នុង Q ក្រោយបាទអូខេអញ្ចឹងសម្រាប់ DVR ចំនួនថ្មីគឺគេឲ្យឈ្មោះវាថា Power X ដូចតែយើងឃើញនៅលើ slide អញ្ចឹងបាទចឹង PowerX ហ្នឹងគឺវាជាប្រភេទ DVR ជំនាន់ថ្មីដែលវាភ្ជាប់ជាមួយនឹងAcquisition Technology ហើយនឹង AI មួយទៀតដែលពីមុនមាននៅលើហៅថា Deep in Mind NVR បាទហើយយើងមានអីផ្សេងទៀតយើងចាំមើលទាំងអស់គ្នាថាវាមានស្អីគេខ្លះនៅលើ DVR ជំនាន់ថ្មីហ្នឹងបាទអញ្ចឹងមុននឹងចូលទៅដល់អសុំចាំបន្តិចអញ្ចឹងមុននឹងយើងចូលទៅដល់អឺមិនចេះតែបាត់អញ្ចឹងសុំទោស ចឹងមុនយើងចូលទៅដល់អឺទៅមុខទៀតគឺយើងមើលតកតងជាមួយនឹង spec របស់ DVR ហ្នឹងសិនអ្វីដែលយើងមាននៅក្នុងទីផ្សារហើយនឹងអាចនឹងចរាចរណ៍នៅថ្ងៃមុខព្រោះដោយសារតែ DVR គឺជាទូទៅនៅខ្មែរយើងគឺចាប់អារម្មណ៍ភាគច្រើនគឺអឺពុក4 channel 8 channel ឬ16 channel បាទបើធំជាងហ្នឹង32ភាគច្រើនគេជ្រើសរើស IP អូខេអញ្ចឹងឥឡូវសម្រាប់DVR Power X របស់យើងគឺយើងមាន4ជម្រើសសម្រាប់ channel គឺយើងមាន4 8 16និង32បាទហើយយើងមានDVR ដែលអាច decode បាន2មេ5មេហើយនិង 4K ហើយលេខកូដរបស់វាគឺសម្រាប់2មេឬក៏ Full HD ឬក៏18ហ្នឹងគឺយើងប្រើប្រភេទ HQ HI ហើយនៅពេលដែលយើងចង់ decode វារហូតដល់ទៅ5មេគឺយើងប្រើប្រភេទ AU HI ហើយនឹងចង់ដល់ 4K គឺយើងប្រើ AT HI បាទហើយសម្រាប់ model ទាំងអស់ហ្នឹងគឺយើង support two way audio បាទហើយមាន model មួយទៀតសូមចំណាំដែរកន្លែង slash p នេះបាទយើងមើល slash អក្សរ p កន្លែងនេះគឺប្រភេទ DVR ប្រភេទហ្នឹងគេហៅថា support POC ឬក៏ហៅថា power over coaxial បានន័យថាការបញ្ជូនភ្លើងតាមរយៈខ្សែកាបដែលយើងតជាមួយនឹងកាមេរ៉ាហ្នឹងជាក់ស្ដែង NVR គឺយើងមាន PoE ដែលយើងដោតកាមេរ៉ាទៅ network ទៅវាទៅទាំងភ្លើងទៅទាំងរូបទៅមកអញ្ចឹងទៅតែសម្រាប់ពួក HD ក៏មានដូចគ្នាដែរគឺ POC បាទគឺ power over coaxial បានន័យថាយើងបញ្ជូនភ្លើងទៅតាមខ្សែកាបដូចគ្នាបញ្ជូនរូបនិងភ្លើងតាមខ្សែកាបបញ្ជូនសលេងក៏តាមខ្សែកាបដូចគ្នាដែរបាទហើយយើងកន្លែងនេះយើងអាចចំណាំដែរថាប្រភេទ X ឬក៏ XT បាទគឺអឺយើង support brand ផ្សេងដែរគឺ audio តាមរយៈសំឡេងតាមរយៈខ្សែ coaxial បាទហើយសម្រាប់ T គឺតកតងជាមួយនឹង two way audio ការឆ្លើយឆ្លងគ្នាតាមរយៈ app ជាមួយនឹងកាមេរ៉ាអញ្ចឹងខ្ញុំនឹងនិយាយទៅមុខទៀតថាតើវាមានគេខ្លះដែរទៅលើ3អក្សរហ្នឹងបាទចឹងសម្រាប់គេហៅថា key selling point ឬក៏ចំណុចដែលយើងគួរតែលក់ទៅកាន់អតិថិជនបាទសម្រាប់ DVR ប្រភេទនេះគឺយើងមានការ design កញ្ចប់ការវេចខ្ចប់របស់វាគឺស៊េរីថ្មីបាទហើយតកតងជាមួយនឹង channel AI function គឺវាមានច្រើនជាងមុនបាទពីមុនគឺមានចំនួនតិចចឹងតិចទៀតយើងនឹងឃើញតារាងប្រៀបធៀបពីចំនួនពីស៊េរីមុននិងស៊េរីក្រោយហើយបាទហើយ AI function ក៏យើងមាន3 function ដែរពីមុនយើងមានតែ2ទេ ពីមុនយើងមានតែ motion detect ហើយនឹងអឺមួយទៀតគេហៅថា accusation បាទឥឡូវយើងមាន face recognition មួយទៀតចឹងយើងមាន3បាទហើយងាយស្រួលក្នុងការ search យើងចង់ search រូបមុខមនុស្ស search រករថយន្ត search យករូបរាងមនុស្សគឺយើងងាយស្រួលជាងមុនបាទយើងអាចboost នៅលើកាមេរ៉ា IP ដែលយើងអាចមានមុខងារខ្លះដែលវាពីមុនមកអត់ដំណើរការតែឥឡូវវាដំណើរការនៅលើ NVR នៅលើ DVR សំទោសបាទយើងមាន two way audio បាទការតម្លើង interface វាងាយស្រួលមើលជាងមុនបាទអញ្ចឹងនេះគឺកញ្ចប់វេចខ្ចប់ថ្មីរបស់ DVR ស៊េរីថ្មីបាទគឺរូបរាងវាបែបនេះអញ្ចឹងវារៀងតាក់ទាញជាងមុនដែរបើស៊េរីមុនគឺរូបរាងវាបែបនេះអញ្ចឹងវា
រៀងសាមញ្ញបាទយើងធ្លាប់ឃើញយូរមកហើយតែនេះយើងគឺយើង clean ជាងមុនបាទយើងមានរូបភាពច្បាស់លាស់ហើយព័ត៌មានច្បាស់លាស់យើងមិនមានអក្សរតូចស្មុគស្មាញឲ្យច្រើនទេគឺយើងមានអក្សរច្បាស់ងាយស្រួលស្រាប់មើលតែម្ដងបាទ ហើយតកតងជាមួយនឹងfunction ដែលខ្ញុំបាននិយាយមុនហ្នឹងបាទដូចជា accusation បាទគឺយើងមានគូសline crossing បែបនេះបាទអានេះគឺជាឧទាហរណ៍ line crossing បាទរូបនេះហើយមួយទៀត intrusion គឺយើងគូសប្រអប់បាទហើយមួយនេះគឺជា face recognition ដែលយើងអាចអាប់ឡូតមុខមនុស្សណាដែលយើងចង់បានបាទចង់សម្គាល់ហើយយើងអាចអាប់ឡូតរូបពួកគាត់ចូលទៅក្នុង DVR អញ្ចឹងទៅអញ្ចឹងពេលដែលមាន alert មកវានឹងផ្ញើទៅកាន់ទូរស័ព្ទដៃរបស់អឺម្ចាស់កាមេរ៉ាហ្នឹងហើយអញ្ចឹងមកប្រហែលជាអាចនឹងយល់ហើយតកតងជាមួយនឹង accusation សំទោសតកតងជាមួយនឹង face recognition ហ្នឹងបាទអញ្ចឹង face recognition នេះគឺជាមុខងារមួយក្នុងការថតយកមុខបាទមិនមែនថាមុខគ្រប់គ្នាចេះតែចាប់យកណាយើងអាប់ឡូតមុខអ្នកណាគឺវាAI វានឹងធ្វើការប្រៀបធៀបជាមួយនឹងមុខហ្នឹងនឹងមុខដែលកាមេរ៉ាដែលវាចាប់បានដើម្បីធៀបគ្នាហើយនឹងផ្ញើ notification បាទហើយសម្រាប់សេរីមុនបាទយើងអាចឃើញនៅក្នុងនេះលេខកូដ7216នេះហើយនឹង7216សេរីថ្មីអញ្ចឹង parameter protection គឺយើងដើរបានតែ4 channel ទេបាទតែឥឡូវគឺយើងអាចដើរដល់ទៅ8 channel អញ្ចឹងមានថាគាត់ចង់ប្រើ AI function គឺគាត់បើកប្រើបានច្រើនជាងមុនតែអញ្ចឹងយើងតទៅមុខទៀតបាទអញ្ចឹងនេះគឺជាវីដេអូបញ្យលតាក់ទងជាមួយនឹងការប្រៀបធៀបទៅលើ DVR ស៊េរីថ្មីនិងស៊េរីមុនតាក់ទងជាមួយនឹងការចាប់យករថយន្តចឹងពីមុនរូបភាពសេរីមុនគឺយើងចាប់យកឡានអីចឹងទៅគឺវាចាប់ចូលក្នុងប្រអប់តែមួយបាទតែសម្រាប់សេរីក្រោយគឺវាបែងចែកមួយតែម្ដងបាទវាចាប់មនុស្សតែនេះមិនមែនមានន័យថាវារាប់ឡានទេណាគឺវាចាប់ដាច់ពីគ្នាបាទអញ្ចឹងយើងចង់មើលរថយន្តណាគឺវាទៅរថយន្តហ្នឹងមិនមែនដូចសេរីមុនគឺវាចាប់ច្បូកច្បល់ចូលគ្នាដែរអញ្ចឹងវាធ្វើឲ្យការមើលរបស់យើងហ្នឹងវារៀងច្បូកច្បល់ទៅតាមនឹងដូចគ្នាដែរបាទអូខេអញ្ចឹងនេះជាតារាងប្រៀបធៀបតាក់ទងជាមួយនឹង channel អឺ parameter protection ហើយនិង face recognition សម្រាប់ស៊េរីមុននិងស៊េរីក្រោយស៊េរីមុនក៏មាន face recognition ដែរនៅលើពួកអឺ DVR បាទឥឡូវយើងនិយាយពីស៊េរីថ្មីសិនស៊េរីថ្មីសម្រាប់4 channel គឺយើងមាន parameter protection រហូតដល់ទៅ2 channel ឬក៏ face recognition 1 channel ព្រោះដោយសារតាម spec គឺ face recognition នៅពេលដែលយើងប្រើ face recognition គឺវានឹងកាត់ channel parameter protection នេះអស់2 channel អញ្ចឹងបើឧទាហរណ៍ថា DVR មាន4 channel ពេលដែលយើងប្រើ face recognition វានឹង3 channel ទៀតវានឹងទៅជា channel ដែលយើងចាប់ motion detect ទេយើងអត់អាចប្រើជា accusation បានទេបាទតែបើសិនជាយើងប្រើជា accusation 2 channel អញ្ចឹង face recognition គឺយើងប្រើបានទេអញ្ចឹងមានន័យថាមុខងារ3គឺយើងសម្រាប់ប្រភេទ AI គឺយើងប្រើបានមួយប៉ុន្តែលើកលែងបើសិនជាឧទាហរណ៍ថាបងរើសយក8 channel ឬក៏ច្រើនជាងហ្នឹងហើយ parameter protection នេះមានដល់4 channel ហើយ face recognition នេះមាន2 channel អញ្ចឹងបានន័យថាយើងអាចប្រើជា parameter protection ឬក៏ accusation technology ហ្នឹង2 channel យើងទុក2 channel ទៀតដើម្បីប្រើប្រាស់ជាមួយនឹង facial recognition អញ្ចឹងយើងប្រើ3អញ្ចឹង8យើងប្រើ3យើងនៅសល់5ទៀតអញ្ចឹង5ទៀតយើងអាចប្រើប្រាស់ជា motion detect បានបាទសម្រាប់ចាប់ទីតាំងណាដែលមិនសូវជាចាំបាច់ច្រើនអញ្ចឹងសម្រាប់ accusation ឬក៏ face recognition ជាទូទៅគឺយើងប្រើប្រាស់ក្នុងលក្ខខណ្ឌឬក៏ទីតាំងណាដែលចាំបាច់ក្នុងការថតយកមនុស្សឬក៏រថយន្តឬក៏មុខមនុស្សជាច្រើនភាគច្រើនដូចខ្ញុំធ្លាប់និយាយពីមុនមកហើយបើបងធ្លាប់ចូលរួមគឺយើងប្រើ face recognition ក្នុងលក្ខខណ្ឌនៅក្នុងហាងភាគច្រើនព្រោះនៅក្នុងផ្ទះវាអាចមានមនុស្សចិញ្ចោច្រើនទេតែបើនៅក្នុងហាងឬក៏នៅក្នុងទីតាំងអាជីវកម្មណាមួយគឺវាអាសាមានមនុស្សចេញចូលផ្លៃមុខរហូតអញ្ចឹងគឺយើងបើសិនជាយើងចង់ចាប់មុខអ្នកណាម្នាក់គឺយើងអាចបាទយើងមានសញ្ញាយកបែបហ្នឹងដើម្បីប្រើប្រាស់ពួក face recognition តែ accusation គឺយើងអាចប្រើប្រាស់បានច្រើនទីតាំងច្រើនសេណារីយ៉ូបាទអញ្ចឹងលេខទាំងអស់នេះគឺដូចខ្ញុំបញ្យល់ខាងលើអញ្ចឹងគឺវាប្រៀបធៀបគ្នាពីរវាងស៊េរីថ្មីបាទអានេះគឺស៊េរីថ្មីអានេះគឺស៊េរីចាស់បាទអញ្ចឹងស៊េរីថ្មីមានរហូតដល់16 channel ហើយមានប្រភេទ parameter ឬក៏ face recognition ហ្នឹងរហូតដល់ទៅ8ឬក៏4 channel តែស៊េរីមុនមានត្រឹមតែ4 channel ឬក៏1 channel សម្រាប់ប្រភេទ16ឬក៏8 channel អញ្ចឹងវាមានរៀងតិចបាទ
ចឹងកន្លែងនេះគឺគ្រាន់តែសង្ខេបឡើងវិញទេតកតងជាមួយនឹង parameter protection ឬក៏ motion detect ឬក៏ facial recognition បាទគឺយើងអាច enable វាបានទាំងអស់ប៉ុន្តែដូចខ្ញុំនិយាយចឹងគឺលក្ខខណ្ឌបើសិនជាយើងប្រើប្រាស់ parameter protection ជាមួយនឹង motion detect គឺយើងប្រើប្រាស់តាម spec របស់វាដែលគេកំណត់ឲ្យឧទាហរណ៍ថា parameter protection យើងប្រើប្រាស់បាន2 channel អញ្ចឹងសល់2 channel ទៀតយើងប្រើជា motion detect សម្រាប់ DVR ដែលមាន4 channel តែបើសិនជាយើងប្រើប្រាស់ DVR 4 channel ហ្នឹងយើងប្រើប្រាស់ face recognition 1 channel ហើយអញ្ចឹងសល់3ទៀតយើងអាចប្រើជា motion detect ធម្មតាបាទអាហ្នឹងគឺបែបហ្នឹងបាទហើយកន្លែងនេះគឺខ្ញុំចង់ឲ្យបង screenshot តែម្ដងព្រោះដោយសារតែវាវែងគួរសមដែរវាច្រើនគួរសមដែរបងអាចមើលទៅព្រោះដោយសារតែសំទោសចេះតែចុចខ្វែងច្រឡំ ចឹងកន្លែងនេះគឺដូចខ្ញុំនិយាយមុនហ្នឹងchứអត់ខុសគ្នាទេគឺតាក់ទងជាមួយនឹង channel DVR ដែលវាមានហើយជាមួយនឹង facial recognition ដែលវាមានហើយ parameter protection ឬក៏ motion detect version 2.0បាទអានេះគឺជាការប្រៀបធៀប channel ឯងចឹងបើសិនជាបងខ្ជិលឆែកមើល spec នៅក្នុង website អីអានេះគឺខ្លីៗងាយតែម្ដងយើងអាចមើលលេខកូដ model ហើយបាទយើងមើល channel យើងដឹងតែម្ដងថាលេខកូដមួយហ្នឹងមានface recognition អត់មាន parameter protection អត់ support ប៉ុន្មានអីប៉ុន្មានអញ្ចឹងអា channel ដែលវា support ហ្នឹងគឺអត់កំណត់ថា channel លេខ1លេខ2ឬក៏លេខ3ទេបើសិនជាយើងកំណត់ថាឥឡូវយើងដាក់លេខ1និងលេខ4ជា channel accusation ឬក៏ parameter protection អញ្ចឹងអា2 channel សល់2channel លេខ2 channel លេខ3អាហ្នឹងគឺ channel ធម្មតាអញ្ចឹងទៅអញ្ចឹងយើងអត់កំណត់ថាយើងប្រើលេខ1លេខ2ទេគឺប្រើមួយណាក៏បានដែរគ្រាន់តែថាយើងប្រើបានចំនួន2បាទឬក៏8ឬក៏4ទៅតាម spec របស់ DVR ដែលវាមានបាទហើយនេះគឺតកតងជាមួយនឹងការ search អញ្ចឹងបងធ្លាប់តឡើង Accusen ពីមុនមកហើយបាទ DVR Accusen ពីមុនមកហើយគឺយើងអាចនឹងឃើញភាពងាយស្រួលរបស់វាបាទតកតងជាមួយនឹងការsearch រកព័ត៌មានឬក៏អឺមនុស្សឬក៏រថយន្តនៅក្នុងកន្លែង playback បាទពីមុនគឺយើងត្រូវការប្រើប្រាស់មើលមួយ frame មួយ frame បាទសេរីនេះបាទហើយដល់ពេលសេរីក្រោយគឺយើងមាន frame ក្រហមនេះដើម្បីកំណត់ថាកន្លែងណាមានមនុស្សកន្លែងណាមានរថយន្តអញ្ចឹងទៅយើងបើសិនជាយើងខ្ជិលអូសទៀតចុចលើរូបមនុស្សទៅវាទៅដល់រូបមនុស្សហើយចុចទៅលើរថយន្តវាទៅដល់រថយន្តហើយតែបើឧទាហរណ៍ថាយើងដាក់ក្នុងអគារក្នុងផ្ទះក្នុងហាងវាអាចមានរូបរថយន្តទេលើកលែងតែរថយន្តបុកចូលហាងអាហ្នឹងมันមានបាទគេនិយាយលេងអូខេអញ្ចឹងអានេះគឺតកតងជាមួយនឹងអឺជប់អានេះជាវីដេអូវិញមិនសិនអូខេអានេះមិនជាវីដេអូវិញបាទអានេះគឺជាឧទាហរណ៍ដែលតកតងជាមួយនឹងការ record ពី DVR របស់យើងអញ្ចឹងយើងមាន record ជា2បែងចែកជា2ទី1គឺយើងrecord វាជាវីដេអូសម្រាប់ឲ្យយើងមើលហើយមួយទៀតក៏យើងក៏ក៏មិនមែនក៏យើងទេអន DVR ហ្នឹងគឺវាថតជារូបភាពទុកឲ្យមួយទៀតដើម្បីឲ្យយើងងាយស្រួលក្នុងការមើលទៅលើវត្ថុឬក៏មនុស្សដែលយើងដែល DVR ហ្នឹងបានថតបាទចានេះគឺជាការគូអឺ intrusion ឬក៏ line crossing ដែលយើងអាចគូបាននៅក្នុងពួក DVR ដែលមាន accusation ហ្នឹងឬក៏ parameter protection ហ្នឹងគឺយើងអាចគូបែបហ្នឹងហើយface recognition ក៏យើងគូបានដូចគ្នាដែរបាទហើយនេះគឺតកតងជាមួយនឹង capacity អឺ decode បាទ decoding ខ្ញុំគិតថាបងប្រហែលជាអាចនឹងយល់តែអាចនឹងយល់ពេលខ្លះក៏អាចអត់ច្បាស់អញ្ចឹង decoding នេះគឺយើងប្រើប្រាស់វាសម្រាប់ live stream បាទយើងមិនមែនប្រើប្រាស់ក្នុង record ណាគឺយើងប្រើប្រាស់ក្នុងសម្រាប់ live stream អញ្ចឹង live stream ជាធម្មតាបើសិនជាយើងកំណត់វា live stream ប្រមាណវាមាន mainstream វាមាន substream អាហ្នឹងមានន័យថាយើងទុក live view នៅលើអេក្រង់នៅលើទូរស័ព្ទអីចឹងទៅបាទប៉ុន្តែ record យើងកំណត់ផ្សេងបាទអញ្ចឹងសម្រាប់ជំនាន់មុនឬក៏ស៊េរីមុនបាទ Pro ស៊េរីដូចគ្នាពេលដែលយើងប្រើប្រាស់ IP កាមេរ៉ាចូលទៅអញ្ចឹងមាន function ខ្លះគឺវាអត់ដើរទេយើងអាចបើកដំណើរការដូចជា function បាទ intelligent function គឺយើងប្រើ accession ហ្នឹងឯងគឺវាអត់ដើរទេគឺវាអត់ឲ្យដំណើរការទេគឺវាពឹងទៅលើកាមេរ៉ាបើសិនជាយើងចង់បាន accession បើយើងប្រើធម្មតាទៀតគឺអត់ដើរតែម្ដងហើយសម្រាប់ការ decoding សម្រាប់ឲ្យយើងមើល live view វិញគឺ16 channel ឬក៏32 channel ប្រភេទ HQ
8 channel ឬ16 channel 8U ឬក៏4 channel 8 channel ប្រភេទ 8T ដែល encode បាន 4K ហ្នឹងគឺយើងអាចមើលក្នុងពេលតែមួយ4 channel បានត្រឹមតែ18ទេបាទហើយបើ4 channel AQ អានេះ4 channel AU បើសិនជាយើងមើល2 channel ក្នុងពេលតែមួយគឺយើងមើលបាន18បាទអាហ្នឹងគឺ spec វារៀងទាបបាទដោយសារតែ capacity វាម៉ាស៊ីនវាទាបទៅតាមនឹងដែរព្រោះយើងដឹងហើយថាការប្រើប្រាស់ការ generate រូបការ decoding រូបហ្នឹងគឺពឹងទៅលើ CPU អញ្ចឹងមិនមែនថា DVR មាន CPU ណា DVR ក៏មាន CPU គាត់ថា CPU សម្រាប់ DVR មិនមែនវាខុសពី CPU សម្រាប់ computer ផ្សេងឬក៏ laptop ផ្សេងអូខេអញ្ចឹងយើងនិយាយពី PowerX DVR វិញគឺយើងនឹង release បាទជំនាន់ថ្មីនឹងមកប៉ុន្តែ version ថ្មីក៏យើងត្រូវចេញមកដូចគ្នាដែរគឺ V4.83 បាទអញ្ចឹង version នេះ release ហើយបើសិនជាយើងឧទាហរណ៍ថាយើងប្រើពួកប្រភេទ PowerX ឬក៏ DVR ដែលខ្ញុំបាននិយាយមុនហ្នឹងខាងលើលេខកូដមកជួរហ្នឹងបាទ version វាទៀតទេហើយយើងចង់ឲ្យ support function ឧទាហរណ៍យើងដោតកាមេរ៉ា IP ចូលទៅឲ្យវា support function ហ្នឹងអញ្ចឹងយើងត្រូវទៅឡើង version វាដូចគ្នាដើម្បី support ជាមួយនឹង function intelligent ឬក៏ប្រភេទ AI function នឹងឯងបាទហើយ decoding capacity សម្រាប់ពួក PowerX គឺរៀងខ្ពស់ជាងមុនបាទដូចយើងឃើញលេខនឹងនេះអញ្ចឹង1632 channel AQ/X ឬក៏8 channel 16 AU/X 04 4 channel ឬក៏8 channel AT/X គឺយើងអាចមើលបានរហូតដល់ទៅ24 channel ដែល decode ជាមួយនឹង capacity រហូតដល់ទៅ2មេអញ្ចឹងវាច្រើនជាងមុនបើយើងធៀបមួយអាចាស់គឺបានតែ4ទេដល់ពេលស៊េរីថ្មីគឺបានដល់24អញ្ចឹងវាច្រើនជាងមុនតែបងផាត់ជាឆ្ងល់បន្តិចគេថាចុះអានេះ4 channel អានេះ8 16អានេះ4 18ហ្នឹងធ្វើមិនបានដល់24យេអានេះគឺគេសរុបជារួមគឺគេសរុបដល់អា32នេះបាទគេថាប្រភេទ32 channel គឺយើងអាច decode ដល់ប៉ុណ្ណឹងបើសិនជាក្រោមហ្នឹងគឺយើងអាចមើលបានច្រើនដូចគ្នាដែរបើសិនជាពួកនេះដល់24ចាំន័យថា6 10 channel គឺយើងអាច live stream បាននៅ Full HD សម្រាប់ live view ហើយសម្រាប់មួយទៀតគឺ4 channel XQ/X យើងអាចមើលបាន2 channel បាទ Full HD ហើយ8 channel XQ/X ហើយ4 channel XU គឺយើងអាចមើលបាន4 channel Full HD បាទអញ្ចឹងបើសិនជាយើងធៀបអាចាស់គឺពីមុន4 channel XQ យើងមើលបានដូចគ្នាប៉ុន្តែសម្រាប់8 channel និង4 channel XU គឺយើងអាចមើលបានច្រើនជាងមុន2 channel បាទអូខេអញ្ចឹងកន្លែងតាក់ទងជាមួយនឹង two way audio ប្រហែលជាបងខ្លះអាចនឹងឆ្ងល់បន្តិចដែរថាយើងទេឆ្លើយឆ្លងគ្នាបែបម៉េចអញ្ចឹង two way audio គឺវាបែបនេះមានន័យថាយើងតកាមេរ៉ាចូលទៅ DVR គេហៅថា intercom channel លេខ1បាទ DVR ភ្ជាប់មក Ethernet តាមរយៈ network គេហៅថា channel intercom ទី2អញ្ចឹងសម្រាប់ Ethernet ដែលទេទៅកាមេរ៉ាបានគឺគេហៅថា internet intercom channel លេខ3ឬក៏ virtual channel ចាំន័យថាការទេពី Ethernet ទៅកាមេរ៉ាគឺអាចធ្វើបានលុះត្រាតែកាមេរ៉ាភ្ជាប់ជាមួយនឹង DVR ហើយ DVR បានភ្ជាប់ជាមួយនឹង Ethernet អញ្ចឹងការទេឆ្លើយឆ្លងគឺ Ethernet ទេទៅកាមេរ៉ាមែនតែវាត្រូវឆ្លងតាមប្រព័ន្ធ DVR ដើម្បី convert សលេងនិង speaker ផ្សេងៗចេញឆ្លងឆ្លើយគ្នាតាមរយៈDVR ហ្នឹងបាទអាហ្នឹងគឺបែបហ្នឹងឯណាអញ្ចឹងបានន័យថា DVR ស៊េរីមុនដែលអត់មាន support អាហ្នឹងទេគឺអត់អាចធ្វើការឆ្លើយឆ្លងគ្នាបានទេតែសម្រាប់ DVR ស៊េរីក្រោយដែលមាន two way audio ហ្នឹងគឺអាចធ្វើការឆ្លើយឆ្លងគ្នាបានហើយការ config គឺអត់មានអីស្មុគស្មាញទេដល់តែកាមេរ៉ាទៅភ្ជាប់វាជាមួយនឹងទូរស័ព្ទឃើញប៊ូតុងទេចុចទេទៅបានហើយមានតែប៉ុណ្្នឹងទេចូលចង់ទេកាមេរ៉ាណាចូលកាមេរ៉ាហ្នឹងចុចទេតែម្ដងបាទអត់មានការ config អីញ៉ៃព្រោះធ្លាប់មានបងខ្លះពីមុនសួរខ្ញុំថាពួក two way audio ហ្នឹង config មិនចាក់ស្អីក៏អត់មាន config អីទេដោតតែខ្សែឲ្យឃើញរូបហើយ connect វាជាមួយនឹង hit connect រួចរាល់អស់ហើយគឺចប់ហើយតែប៉ុណ្្នឹងទេសំខាន់ជាងគេឲ្យតែ DVR មាន network ចូលបានហើយបាទចានេះគ្រាន់ជា scenario ឬក៏recommend solution សម្រាប់ពួក two way audio អញ្ចឹង two way audio ជាទូទៅយើងអាចតឡើងនៅខាងមុខផ្ទះក្នុងហាងឬក៏ក្នុងទីតាំងណាមួយដែលយើងត្រូវការឆ្លើយឆ្លងគ្នាពីឧទាហរណ៍ថាពីតកែហាងឬទៅមួយបុគ្គលិកឬក៏ពីអឺ ដូចថាអ្នកគ្រប់គ្រងផ្នែកណាមួយគាត់ចង់ទេទៅកូនចៅឲ្យគាត់អីចឹងឬក៏អីចឹងណាបាទហ្នឹងសេណារីយ៉ូតាក់ទងមួយការឆ្លើយឆ្លងមកហ្នឹងហើយយើងប្រើទូរស័ព្ទដើម្បីតំណតំណងមែនទេអញ្ចឹងអានេះយើងប្រើកាមេរ៉ាប្រភេទ two way audio ដើម្បីតំណតំណងលក្ខខណ្ឌណាមួយដើម្បីឲ្យវាភាពងាយស្រួលជាងតែយើងទេទូរស័ព្ទបាទអាហ្នឹងគឺបែបហ្នឹង
អូខេចឹងសម្រាប់ DVR របស់យើងស៊េរីថ្មីហ្នឹងបាទគឺក៏យើង support ជាមួយនឹង brand គេផ្សេងដែរបើសិនជា brand គេមាន two way audio បាទយើងត្រូវតម្លើង version បាទហើយសម្រាប់របស់យើងបច្ចុប្បន្នគឺយើង support គ្នាទៅមកហើយសម្រាប់ brand Hikvision តែសម្រាប់ brand ផ្សេងប្រហែលជាគេអត់ទាន់មានទេបាទអញ្ចឹងនៅពេលដែលគេ release មកក៏យើងអាច support បានដូចគ្នាដែរសម្រាប់ការស្រូបសលេងឆ្លងស្រូបសលេងតាមរយៈខ្សែ audio ឬក៏ two way audio ជាមួយនឹងកាមេរ៉ារបស់គេគឺយើងអាចឆ្លងជាមួយនឹងក្បាលម៉ាស៊ីនរបស់យើងបានបាទអាហ្នឹងគឺខ្ញុំចង់ជម្រាបជូនតែប៉ុណ្្នឹងទេអញ្ចឹងការ set អីផ្សេង config គឺវាងាយស្រួលទេបងធ្លាប់ config ច្រើនមកហើយខ្ញុំគិតថាខ្ញុំមិនចាំបញ្យល់លេខបន្ថែមទៀតទេទៅដល់មួយconfig Vizard ហ្នឹងបាទ setup Vizard អីហ្នឹងហើយសម្រាប់ UI ថ្មីគឺខ្ញុំបានសង្កេតឃើញមួយចំណុចនេះគឺវាមានភាពងាយស្រួលសម្រាប់បងដែលចង់ reset password ឲ្យអតិថិជនរបស់បងបាទពីមុនគឺយើងចង់ reset password គឺយើងត្រូវការ ស្ពាយកុំព្យូទ័រទៅតាមដើម្បីចូល SADP tool ហើយយើងដោតវា online ចុច forgot password ដើម្បី scan QR code មិនអញ្ចឹងតែសម្រាប់ស៊េរីក្រោយគឺយើងអាចធ្វើការ reset password ដោយ QR code ឬក៏ file ហ្នឹងនៅលើក្បាលម៉ាស៊ីនតែម្ដងអញ្ចឹងមានថាពេលដែលយើងចង់ reset គឺយើងប្រើតែទូរស័ព្ទមួយទៅបានហើយធ្វើ process ដូចគ្នាគ្រាន់តែថា UI នៅលើម៉ាស៊ីនថ្មីវាងាយស្រួលជាងមុនយើងមិនចាំស្ពាយកុំព្យូទ័រទៅតាមទេតែបើក្នុងករណីថាស៊េរីមុនអត់មានoption ហ្នឹងក៏បងមិនជឿក្បាលដែរបងអាចធ្លាប់ហើយធ្លាប់ចូលរៀន trend មួយខ្ញុំតាក់ទងជាមួយនឹងការ reset password online ខ្ញុំក៏មានវីដេអូនៅក្នុងកន្លែងគ្រប់ training ដែរបងអាចចូលទៅមើលបាននៅក្នុងហ្នឹងបាទវីដេអូហ្នឹងប្រហែលជាយូរគួរសមតែអាចរកមើលទៅឬក៏ search រកមើលទៅថា reset password ឬក៏ unbind ហ្នឹងយើងអាច reset ដោយមិនចាំប្រើកុំព្យូទ័រក៏បានដែរគឺតែយើងត្រូវការមាន network adapter មួយហើយនឹងខ្សែសាកទូរស័ព្ទរបស់យើងមួយដើម្បីឲ្យវា access ចូលគ្នាហ្នឹងហើយសុំទោសមិនមែនខ្សែសាកទូរស័ព្ទទេបានន័យថា adapter ដែលត្រូវជាមួយនឹងរុនទូរស័ព្ទរបស់យើងឧទាហរណ៍ទូរស័ព្ទរបស់យើងប្រើ Type C យើងត្រូវការ adapter ក្បាល Type C ជាមួយនឹងចេញមក port internet បើយើងប្រើ iPhone ប្រភេទ Lightning អញ្ចឹងយើងត្រូវប្រើក្បាល Lightning ជាមួយនឹង internet តែបើសិនជាបងប្រើដូចជាអឺ Type A Type A mini Android series មុនអាហ្នឹងបងត្រូវ adapter តម្រូវតាមខ្សែរបស់យើងដើម្បីធ្វើម៉េចឲ្យទូរស័ព្ទរបស់យើងហ្នឹងនៅស្ថិតនៅក្នុងអ៊ីនធឺណិត local ឬក៏យើងភ្ជាប់ជាមួយនឹង Wi-Fi local របស់ម៉ាស៊ីនក៏យើងអាចធ្វើការ reset password តាមរយៈទៅទូរស័ព្ទមួយក៏បានដែរបាទអញ្ចឹងបើខ្ញុំនិយាយបាទបងបាទហោហែមកអហ្នឹងគឺយើងធ្វើការgenerate string code បាទ អីបង string code បងលឺអីបងបាទបងនិយាយថាអាហ្នឹងអឺសម្រាប់ម៉ាស៊ីនចាស់ឲ្យអាចនឹងឆាប់អាប់ដេតមានដែរបងដោយសារអាហ្នឹងម៉ាស៊ីនមើលទៅវាល្អម៉ាស៊ីនចាស់ស្រួលបងត្រូវការឆែកដែរបងត្រូវការយកលេខ model របស់វាណាបងត្រូវការអត់ទេយកលេខ ចង់ model ខ្ញុំចង់និយាយថាអា UI ហ្នឹង UI ហ្នឹងអាចនឹងម៉ាស៊ីនសេរីចាស់ឲ្យអាចអាប់ដេត firmware អាចទៅនឹង UI ហ្នឹងឆាប់អីបងអញ្ចឹងបងនិយាយទៅដូចខ្ញុំនិយាយអញ្ចឹងបងម៉ាស៊ីនចាស់វាសំខាន់វាចាស់ឆ្នាំមួយណាឆ្នាំ2019 2018ឬក៏មុនហ្នឹងឬក៏ក្រោយអាប់ដេតមកទៀតអញ្ចឹងណាបងអញ្ចឹងUI ហ្នឹងគេនឹងអាប់ដេតទៅតាម firmware អញ្ចឹងឧទាហរណ៍ថាឥឡូវបងមានភ្ញៀវម្នាក់គាត់ប្រើម៉ាស៊ីនជំនាន់ឆ្នាំ2022ឧទាហរណ៍ណាប៉ុន្តែ firmware របស់វាហ្នឹងគឺចុងក្រោយត្រឹមឆ្នាំ2024ទេវាតែវា last version វាអត់អាច upgrade ឡើងទៅទៀតទេអញ្ចឹងមានថា UI គឺប្រើត្រឹមឆ្នាំ2024ប៉ុន្តែបើសិនជាម៉ាស៊ីនហ្នឹងមាន firmware last ចុងក្រោយគេបំផុតដែលបងអាចរកបាននៅក្នុង website របស់ Hikvision ហ្នឹងក៏បងអាចទៅឡើងទៅអញ្ចឹងវានឹងចេញ UI ថ្មីទៅតាមហ្នឹងដែរអញ្ចឹងវាអាស្រ័យថាតើម៉ាស៊ីនហ្នឹង support firmware ដល់កម្រិតណាបងយើងអត់ចេះយើងអាចអាប់ដេតបានទេបើអាប់ដេតស្រួលហ្នឹងអាចគៀង បាទបងបាទអញ្ចឹងអាហ្នឹងអត់ខាងក្រុមហ៊ុនអត់ដាក់ថាត្រឹមឆ្នាំណាមានហើយមានបានទាំងអស់បងមានសម្រាប់ឥឡូវតិចទៀតចាំមើលចុងម៉ោងបន្តិចបងនៅដល់ចុងម៉ោងព្រោះយើងមិនជាវែងទេតិចទៀតយើងចប់ហើយខ្ញុំនឹងបង្ហាញរបៀបក្នុងការរក firmware ដើម្បីយកទៅ update បាទហើយខ្ញុំនឹងបង្ហាញតកតងនឹងរបៀប update ខ្លះទៅបញ្យល់ខ្លះបងអាចសាកល្បងបានចុះឥឡូវយើងទៅមុខតតិចទៀតសិនណាចាំខ្ញុំបង្ហាញបាទទៅថាបងចង់ទៅរក firmware ហ្នឹងទៅរកតាមណាបានដើម្បីកុំឲ្យរកខុសបាទបាទបងបាទអូខេបងអរគុណហឹមអូខេ
អញ្ចឹងកន្លែងនេះខ្ញុំសង្ឃឹមថាបងនឹងតន់ហើយអាចនឹងយល់ពី process នៃការ reset password ហើយ reset password ឥឡូវគឺលឿនទេណាឥឡូវយូរដូចមុនហើយយូរបំផុតមួយនាទីបើសិនជាយូរជាងនោះតិចចាំបងប្រាប់ខ្ញុំអាប់ដេតទៅខាង AQ អូខេអញ្ចឹងកន្លែងនេះគឺជាការ reset password បាទដែលគេតេស្តជាមួយនឹង UI ថ្មីអញ្ចឹងយើងមើល play ទាំងអស់គ្នាបន្តិចមកសំទោសអូខេចឹងអាហ្នឹងគឺជារបៀបនៃការ reset password ជាមួយនឹងម៉ាស៊ីន UI អញ្ចឹងវាអត់ខុសគ្នាជាមួយនឹងយើងធ្វើពីមុនមកទេគ្រាន់ថាវាស្រួលកុំឲ្យយើងពិបាកស្ពាយកុំព្យូទ័រប្រើ SADP tool តែប៉ុណ្្នឹងទេបាទអញ្ចឹងសង្ឃឹមថាបងតន់ជាមួយនឹងចំណុចហ្នឹងអូខេហើយនេះជាប្រដាប់ showcase ខ្លីៗទេតកតងជាមួយនឹង DVR របស់យើងបាទដែល model ទាំងអស់នេះគឺវានឹងមាន version ថ្មីបាទមាន version ដំបូងគឺ4.83.00ហើយនឹងយើងឡើងមកស៊េរីក្រោយគឺ4.83.300អញ្ចឹងទៅបាទហើយនេះក៏ដូចគ្នាដែរជា product showcase ដែលវាមាន spec នៅក្នុងហ្នឹងបាទចឹងកន្លែងនេះគឺគ្រាន់តែជា spec ដែលយើងអាចដឹងណាបងencoding capacity ឬក៏ decoding capacity នេះបងតន់អីដឹងថានឹងជាអីមែនទេគឺយើងអាចមើលបាន18 15 frame ក្នុងមួយវិនាទីឬក៏យើងអាចមើលlive stream បានទៅដល់ 3K ឬក៏ 5 MB live នៅលើ12 frame បាទហើយយើងមាន function 3 function AI នៅលើហ្នឹងបាទមានជា motion detect parameter protection ឬក៏ facial recognition ជាមួយនឹង model ទាំងអស់នេះបាទហើយខ្ញុំបញ្ជាក់គឺស៊េរីថ្មីគឺត្រូវតែ /xt នេះបានមាន3 function ហ្នឹងបើសិនជាឧទាហរណ៍ថា m1/s/e អាហ្នឹងគឺស៊េរីមុននេះមកស៊េរីហើយបាទស៊េរី XT នេះគឺស៊េរីក្រោយដែលវា support ជាមួយ 2way audio ហើយមកអាចនឹងសួរមួយទៀតថាចុះ m1/s m1/e ហ្នឹង support two way talk អត់ឬក៏ two way audio អត់អាហ្នឹងគឺខ្ញុំឆ្លើយទៅជាក់ស្ដែងហ្មងគឺអត់បានទេបាទតើតែមានពួក T ស៊េរីក្រោយទើបវាអាច support ជាមួយនឹង two way audio ហ្នឹងអញ្ចឹងតួស៊េរីមុនលើកឡើងថាបើសិនជាគេ upgrade ឲ្យវា support firmware ឲ្យ support អាហ្នឹងខ្ញុំអត់ទាន់ដឹងទេព្រោះដោយសារតើមានដំណឹងព័ត៌មានអីទេបាទគាត់តែដឹងថាបច្ចុប្បន្នគឺ XT/XT នេះទើប support បាទអាហ្នឹងគឺមានតែប៉ុណ្្នឹងទេបងអើយសុំសួរមួយទៀតមើលបាទខ្ញុំធ្លាប់នេះចុចនេះចុច capture លើ live ហើយតែរូបភាពមកវាចេញ4ជ្រុងបងអាហ្នឹងវាបញ្ហាអីវិញអាហ្នឹងបងប្រើកាមេរ៉ា 5 មេត្រូវបងSmart UI 2 មេក៏លោតអញ្ចឹងដែរបងតែខ្ញុំប្រើមួយម៉ាស៊ីន HGHI Smart Dollar 2 មេបើសិនជា2 មេគួរអត់ចេញរូប4ជ្រុងទេបងបើសិនជាកាមេរ៉ា5 មេហ្មងដាក់5 មេហ្គាហ្មងអាហ្នឹងបានចេញ4ជ្រុងបើ 3K ក៏អត់ដែរបងអាចសេរីមើលកន្លែងកន្លែងគេដាក់ថា record ហើយបងចុចចូល parameter ដើម្បីកែនេះវាបន្តិចទេបង screen វាបន្តិចហ្នឹងណាចូលកែលើម៉ាស៊ីន Live record វាបងបាទតែហ្នឹងហើយនឹងយើងចុចតាមទូរស័ព្ទហ្នឹងបងចុច capture តាមទូរស័ព្ទចុច capture តាមទូរស័ព្ទណែបងសាកកែពីក្បាលម៉ាស៊ីនមួយសិនបងសាកកែពីក្បាលម៉ាស៊ីនមើលថាវា display ចេញទម្រង់ទូទៅអត់ដូចខ្នាតទូទស្សន៍របស់យើងឬ laptop របស់យើងអញ្ចឹងបងរៀងអាលើ10 19 1920x18អីចឹងណាឬក៏19 16 9ហ្នឹងឯខ្នាត aspect ratio 16 9ព្រោះអីតាមខ្ញុំធ្លាប់ check ធ្លាប់ចាំគឺសម្រាប់ពួក2 មេហ្គា 3K 4K ឬក៏8 មេហ្គាហ្នឹងគឺ aspect ratio របស់វាគឺ16 9មានតម្រង់ធម្មតាលើកឡើងតែ5មេមួយឯងគេដាក់5មេប្រភេទ5មេអេបើ DVR ពួកកាមេរ៉ា HD គឺ X0T អីហ្នឹងគឺ aspect ratio របស់វាអត់បានប៉ុណ្ណឹងគឺបានទៅជា4/3រៀង4ជ្រុងណា
តែលេខកូដមួយហ្នឹងឯងតើបងសាកឆែកមើលកន្លែង record ហ្នឹងបន្តិចមើលថាកន្លែង mainstream ឬក៏ substream ហ្នឹងរូបវាមិនដែរព្រោះអីក៏លោថាគាត់ថតមកជាកាមេរ៉ា display ជា substream អញ្ចឹងបើ substream វាអាចនឹងរូបរាង4ជ្រុងបងតាមខ្ញុំធ្លាប់training config ណាអញ្ចឹងតើបងឆែកមើលបន្តិចបាទក៏លោកាមេរ៉ាវាលោតចូល substream បើ substream វាអាចជា4ជ្រុងតើបងឆែកមើលបន្តិចសិនឥឡូវខ្ញុំមានបាទតែប៉ុណ្្នឹងឯងបងឲ្យបងឆែកមើលសិនបាទបងបាទអរគុណបាទអូខេអញ្ចឹងយើងតទៅតិចទៀតព្រោះដោយសារសល់តែប្រហែលមួយ slide ទៀតទេអស់ហើយខ្ញុំចូលទៅកន្លែង research តាក់ទងជាមួយនឹងអឺ firmware បាទអញ្ចឹងដូចបងឃើញមុនឃើញកន្លែងនេះអញ្ចឹងគឺសម្រាប់ប្រភេទស៊េរីក្រោយសម្រាប់ model ដែលមាន P មួយទៀត PXT/PXT នេះគឺ support អឺភ្លើងតាមរយៈខ្សែ coaxial បាទហើយខ្សែ coaxial ដែល support ភ្លើងបងគួរតែរើសខ្សែដែលល្អបន្តិចដើម្បីឲ្យវាប្រើបានយូរបាទបើខ្សែអន់ពេកខ្លាចខូចដែរវាបញ្ជូនភ្លើងហ្នឹងហើយតែគាត់ថាខ្ញុំមិនច្បាស់ថានៅស្រុកខ្មែរយើងនឹងពេញនិយមអត់ទេសម្រាប់ប្រភេទខ្សែ analog ឬក៏ប្រភេទកាមេរ៉ា HD ដែលប្រើភ្លើងព្រោះដោយសារជាទូទៅយើងនិយមប្រើអាហ្នឹងគឺយើងប្រើជាមួយនឹងប្រភេទ IP តែបើ HD គឺភាគច្រើនយើងនិយមប្រើជាមួយនឹងមាន power supply មាន adapter អីចឹងទៅបាទហើយយើងរកខ្សែសៀធម្មតាបាទអានេះគឺស៊េរីខ្ពស់ជាងគេវាអាច encode បាន 4K 15 frame បាទហើយមានមុខងារផ្សេងៗដូចគ្នាទាំងអស់បាទអញ្ចឹងសម្រាប់ការ training របស់យើងគឺមានតែប៉ុណ្្នឹងទេឬក៏ជា product showcase យើងមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់បង្ហាញបងមួយទៀតតាក់ទងជាមួយនឹងការឆែករក spec បាទសំទោសឆែករក spec ឆែករកfirmware បន្តិចបងឃើញ screen របស់ខ្ញុំហ៎បងឃើញ screen របស់ខ្ញុំហ៎បងជួយ comment មួយម៉ាត់មកចេះឬក៏ no សុំតមួយម៉ាត់មកបាននេះឃើញបងមកឃើញខ្ញុំបន្តទៅទៀតទេណាអូខេអរគុណបងហ្នឹងហើយបងអញ្ចឹងតកតងជាមួយនឹងការរក firmware គឺយើងធ្វើបែបនេះមានន័យថាបងត្រូវការវាយ decode model DVR ដែលបងចង់រកមិនថា DVR មិនថា NVR មិនថា IP កាមេរ៉ាទេរបស់ដែលអាច update firmware បានគឺបងត្រូវទៅវាយ model វាឲ្យត្រូវបាទទី1ទី2ត្រូវតែឃើញ model ហ្នឹងដែលវា pop up នៅលើបាទនៅលើ website Hikvision ចុះអានេះគឺ website Hikvision គឺ hikvision.com បាទបន្តមកទៀតអូសំទោសបាទបន្តមកទៀតបង scroll ចុះក្រោមបន្តិចមកបាទ scroll ចុះក្រោមមកយើងនឹងឃើញពាក្យថា firmware នេះខ្ញុំ scroll ចុះក្រោមម្ដងទៀតព្រោះខ្ញុំព្រីធំបាទអញ្ចឹងយើងឃើញ firmware នៅកន្លែងនេះអញ្ចឹង firmware នេះគឺយើងឃើញមានអាស៊ីផងមានអឺរ៉ុបផងអញ្ចឹងសម្រាប់ខាងយើងគឺយើងប្រើប្រាស់នៅអាស៊ីគឺយើងប្រើ firmware មួយនេះអញ្ចឹងបងចង់ដឹងថា firmware ហ្នឹងគេ release ថ្ងៃណានេះគឺថ្ងៃខែឆ្នាំរបស់វានេះថ្ងៃទី20ខែ6 2024បាទអាហ្នឹងគឺ firmware ចុងក្រោយគេហៅថា last update របស់វាហើយអញ្ចឹងបងថាបើសិនជាក្នុងហ្នឹងឃើញប៉ុណ្្នឹងហើយបងមកចាំទៅរក firmware ណាហៅ let test ឬក៏អាណាថ្មីជាងនោះទៀតទេគឺអស់ថ្មីត្រឹមហ្នឹងហើយព្រោះអីពេលដែលគេមាន firmware ថ្មីគឺគេនឹង upload ចូលមកយ៉ាងច្រើនណាបើគេ develop ហើយគេរៀបចំរួចរាល់ហើយយ៉ាងច្រើនក្រោយគ្នាកន្លះខែឬក៏មួយខែគេនឹង update ចូលក្នុង website របស់គេគេអត់ឲ្យទុកយូរទេបាទអាហ្នឹងគឺបែបហ្នឹងឯណាបាទហើយបងក៏ត្រូវតែចេះមើលដែរពាក្យមួយនេះ EOL នេះអញ្ចឹងសម្រាប់ប្រភេទដែលគេដាក់ EOL នេះគឺវាមិនចាស់ណាស់ណាទេតែគាត់ថា spare part ឬក៏ firmware របស់វាគឺគេនឹងលែងផលិតតទៀតហើយព្រោះវាអស់ទៅត្រឹមហ្នឹងបាទអាហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ firmware នេះគឺបងគ្រាន់តែចុច download មក agree ជាមួយនឹង term condition ហើយបងយកវាទៅដាក់ក្នុង flash ហើយ boot ជាមួយនឹងDVR របស់យើងទៅឬក៏ NVR របស់យើងទៅបើកាមេរ៉ាអាហ្នឹងយើង download update តាមកុំព្យូទ័រអញ្ចឹងទៅបាទគឺមានតែប៉ុណ្្នឹងទេគឺយើង update បានហើយ
គឺខ្ញុំអត់ recommend ឲ្យបង update វាជា online ទេណាព្រោះជៀសវាងការអឺកៀងម៉ាស៊ីនឬក៏វាគេហៅថាងាប់បតអញ្ចឹងតែពេលងាប់បតហើយចប់ហើយធ្វើឲ្យបានទេបើសិនជាស៊េរីថ្មីគេអត់ EOL ប្រហែលជាអាចនៅមានសង្ឃឹមខ្លះដើម្បីគេអាចកម្មង់បតមកបានតែបើសិនជាស៊េរីចាស់ហើយអាហ្នឹងគឺពិបាកបន្តិចត្រង់ថាគេអត់មានបតមកជំនួសទេបាទអញ្ចឹងតកតងជាមួយនឹងការរក firmware គឺមានតែប៉ុណ្្នឹងទេបងមិញបងឈិនទេបងណាបងសួរមិញអញ្ចឹងការរក firmware គឺមានតែប៉ុណ្្នឹងទេបងចង់ដឹងថា firmware គេ release ថ្ងៃណាពេលណា version ណាចុងក្រោយគេគឺបងមើលបានមើលតែប៉ុណ្្នឹងទេអស់ហើយបានហើយបងព្រោះខ្ញុំធ្លាប់ update firmware ដែរតែខ្ញុំ scan តាម Hik Partner Pro តែបោះ link មកចុចទៅ download បានអានោះមិនដែរបងបានសូមម្ដងទៀតបងតាម Hik Partner Pro បាទបាទពេលដែលខ្ញុំចូល live firmware ហើយខ្ញុំមិនឲ្យ scan បាទ ដល់ពេល scan ហើយវា load link មកពេលចុចលើ link ទៅ download យកមកដូចគ្នាតើបងចង់ប្រើតាម website ក៏បានចង់ប្រើ Hik Partner Pro ក៏បានមួយណាក៏បានមកបញ្ហាទេគាត់ថាយើង download តាមទូរស័ព្ទយើងត្រូវផ្ញើ file បើសិនជាយើងចង់ boot វា direct ជាមួយនឹងក្បាលម៉ាស៊ីនយើងត្រូវផ្ញើ file ចូល Telegram download វាមកវិញអញ្ចឹងណាបើយើងបាទប្រើកុំព្យូទ័រវាគ្រាន់ងាយស្រួល download លើកុំព្យូទ័រដល់ចូលផ្លាស់វាលឿនជាងតែប៉ុណ្្នឹងទេអញ្ចឹងមានន័យថា បាទ firmware បងចង់រកតាម Hik Partner Pro ក៏បានរកតាម website ក៏បានដូចតែគ្នាឯងព្រោះអាពីរហ្នឹងគឺ firmware អត់ខុសគ្នាដូចគ្នាគាត់តែមួយដាក់លើ website មួយដាក់លើ app ហើយមួយទៀតបងចង់សួរចំណាប់អារម្មណ៍បងបន្តិចដែរបើសិនជាខ្ញុំ training configuration IP camera ជា basic configuration តែលើ online បងចូលរួមអត់សួរផ្ទាល់